បើសួស្តីអ្នកនរគ្នានេះគឺជាវីដេអូនៅក្នុងការ deposit លុយចូលទៅក្នុង account របស់យើងអញ្ចឹងដំបូងមកអស់ពេលដែលអ្នកគ្នា log in account ចូលអ្នកគ្នានឹងឃើញផ្ទាំងបែបហ្នឹងអញ្ចឹងអ្នកគ្នារបៀបនៅក្នុងការ deposit គឺយើងដំបូងមកអស់ចុច tray 3ខាងលើអញ្ចឹងអ្នកគ្នាមើលឲ្យតាន់មួយបន្តមកទៀតវា load បែបនេះបាទអញ្ចឹងយើងយកអាទី3 fund ពាក្យ fund ដុល្លារនេះចុចលើហ្នឹងមកតោះមកទៀតយើងចុចខាងលើនេះពាក្យថា deposit ចុចលើវាអញ្ចឹងវាមាន3ជម្រើសយើងមានទាំង local bank crypto e-wallet អញ្ចឹងយើងយកខាងលើហើយអញ្ចឹងវាមានជម្រើសឲ្យយើងរើសតើនេះវាដាក់ deposit to account មួយណាយើងមានធម្មតាក្នុងរបស់យើងហ្នឹងក្នុង profile របស់យើង account របស់យើងគឺមានច្រើន account មានទាំង send account dollar account តែឥឡូវខ្ញុំដាក់ចូល send account អ្នកគ្នាមើលបាទអញ្ចឹងបើសិនជាឧទាហរណ៍ថាវាអត់ load បែបនេះទេវាអាចមកពី internet slow ពេលខ្លះយើងចុច select ឡើងហ្នឹងអត់ឃើញរូប account អត់ឃើញអីឃើញតែ main wallet មួយឯងវាអត់ឃើញ load អា MT5 set ហ្នឹងមកទេអញ្ចឹងអ្នកគ្នា clear ចោលទៅដើម្បីឲ្យ internet យើងវាស្រួលវិញដល់ពេលយើងចូលម្ដងទៀតយើងឃើញឃើញ load account ដែលយើងចង់ដាក់ចូលហ្នឹងហើយឥឡូវខ្ញុំចង់ដាក់ចូល MT5 set មិនថាលុយ set ណាអញ្ចឹងខ្ញុំចង់ deposit from នេះគេសួរ deposit from ធនាគារមួយណាយើង select មកបើអ្នកគ្នា deposit ពី ABA ដាក់ ABA បើសិនជា deposit ពីធនាគារ AC ដាក់អាក្រោមនេះ Cambodian Local Banking តែខ្ញុំយកលើដាក់ deposit from ABA ហើយ deposit amount หมายថាចំនួនប្រមាណដែលអ្នកចង់ deposit ខ្ញុំចង់ deposit 10 ដុល្លារបាទនេះតែអ្នកគ្នាមើលណា10 ដុល្លារតោះមកគេឲ្យ QR យើងដើម្បីបាញ់លុយគេយើង screenshot ហ្នឹងទៅហើយយើងចូលក្នុង ABA យើងបាញ់លុយគេធម្មតាដូចបាញ់លុយទិញអីបានទិញអីចុះបាទបាញ់លុយគេយើងទៅតទៅពីបាញ់ហើយយើង screenshot អា payment ដែលយើងបានបាញ់ហ្នឹងយើងធ្វើការ upload ចូលកន្លែងនេះ select យកpayment ដែលគ្នាបាន screenshot ហ្នឹង select ហើយ submit មកជាការស្រេចអូខេបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯង